នៅក្នុងដៃខ្ញុំនេះជាប្រភេទ Art Frame សម្រាប់ iPhone 5s អញ្ចឹង iPhone 5s នេះគឺជា memory របស់ខ្ញុំកាលពី2015ខ្ញុំបានទិញ iPhone 5s ដំបូងគេហើយ series នេះគឺមាន scan កាយ៉ៅដៃអញ្ចឹងតោះកុំឲ្យខាត់ពេកយើងទៅមើលសកម្មភាពទាំងអស់គ្នាណាអញ្ចឹងការដោះ iPhone 5s នេះគឺទាមទារឲ្យមានឧបករណ៍ចាំបាច់មួយចំនួនដូចជាទល់វីហើយនឹងប្រដាប់ជប់កញ្ចក់អញ្ចឹងដោះនេះខ្ញុំដោះបណ្ដាគឺមើល YouTube បណ្ដាព្រោះយើងអត់មានជំនាញប៉ុន្តែសប្បាយបងរាល់ពេលដែលយើងធ្វើ DIY គឺយើងសប្បាយហើយបើអ្នកទាំងអស់គ្នាអាចយកវាធ្វើជា hobby ទៀតអានឹងរឹតតែពិសេសនៅពេលដែលយើងធ្វើអ្វីដែលយើងពេញចិត្តគឺយើងអត់ងាយគេហៅ never get tired of doing it អត់ដែរហត់ទេក្នុងការធ្វើវាអញ្ចឹងខ្ញុំចំណាយពេលមួយថ្ងៃកន្លះសម្រាប់ការធ្វើ project មួយនេះតែខ្ញុំមានពេលត្រូវធ្វើការដែរអញ្ចឹងថ្ងៃកន្លះហ្នឹងខ្ញុំមានជំនួយពីបងខ្ញុំដែរគាត់មកជួយដោះខ្ចៅអញ្ចឹងដំណាក់កាលនៃការធ្វើបន្ទាប់ពីយើងដោះទូរស័ព្ទហើយគឺយើងត្រូវបិទ frame វាជាមួយនឹង PVC ដើម្បីឲ្យវាមានលំនឹងហើយវារឹងណាអញ្ចឹងយើងបិទជាមួយនឹងស្កុតមកពីការបិទនេះយើងត្រូវប្រយ័ត្នតិចណាកុំឲ្យរបកតែបត់ខុសបកវិញលខូចអស់ហើយ frame របស់វាអញ្ចឹងយើងរៀបចំបិទហើយយើងពេលយប់យើងបន្តធ្វើការបិទតួរបស់វាចូលតែម្ដងអញ្ចឹងនេះគឺដល់ឈុតតួឯកហ្នឹងគឺភរិយារបស់ខ្ញុំក៏បានចំណាយពេល1ម៉ោងកន្លះសម្រាប់បិទឲ្យខ្ញុំអញ្ចឹងឃើញថាគាត់មានភាពយកចិត្តទុកដាក់ស្វាហាប់មែនតើអញ្ចឹងបើយើងរើសដៃគូត្រូវក្នុងការរៀបចំបន្ទប់ឬក៏រៀបចំ hobby ដែលយើងស្រឡាញ់គាត់ជាផ្នែកមួយនៃជាការជំរុញទឹកចិត្តយើងហើយក៏អាចជា supporter ឬក៏ជា partner ក្នុងការរៀបចំអីវ៉ាន់ឲ្យយើងតែម្ដងអញ្ចឹងគ្រូសាខ្ញុំគាត់បកកែខាងបិទរបៀបឧបករណ៍ទូចៗអញ្ចឹងដល់ពេលអញ្ចឹងគាត់ជួយបិទខ្ញុំតែម្ដងអញ្ចឹង1ម៉ោងកន្លះក្រោយមកគឺយើងបានfinish product គឺស្អាតមែនតើនៅពេលដែលខ្ញុំរៀបវាចូលនៅក្នុង frame គឺអារម្មណ៍យើងសប្បាយចិត្តមែនតើហើយប្រយ័ត្នត្រូវតែប្រយ័ត្នណាខ្លាចរបកធ្លាក់វារបត់ជ័រទៅធ្លាក់ចេញពី frame អញ្ចឹងយើងបិទចូល frame ហើយរូបភាពវាគឺស្អាតមែនតើមកដាក់ចូលសុំគឺសប្បាយចិត្តបានសមិទ្ធផលដោយខ្លួនឯងអញ្ចឹងបន្ទាប់ពីបិទហើយគឺយើងដល់វគ្គស្វានជាប់អញ្ចឹងម្ដងអញ្ចឹងបានអរគុណទៅដល់ពូម្ចាស់ផ្ទះដែរគាត់បានជួយរៀបចំយើងគាត់ស្វានអញ្ចឹងហើយយើងជួយបិទគ្នាតែម្ដងបិទ art frame ហ្នឹងចូលទៅកន្លែង office ដែលខ្ញុំធ្វើការនៅផ្ទះរាល់ថ្ងៃ office ដែល set up របស់ខ្ញុំអូស្អាតមែនតើនៅពេលដែលយើងមានតុស្អាតបន្ទប់ស្អាតកន្លែងធ្វើការមានសណ្ដាប់ធ្នាប់មានសោភ័ណភាពអារម្មណ៍របស់យើងគឺល្អមែនតើបងអញ្ចឹងតុខ្ញុំគឺបើកទ្វារមកឃើញតុគឺចង់ធ្វើការតែម្ដងអញ្ចឹងបងមានតម្រូវការ art frame បែបនេះអាចតាក់ទងមកខ្ញុំបានណាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូដល់ចប់យើងនឹងជួបគ្នានៅក្នុង project DIY ផ្សេងទៀតអរគុណច្រើន